អ្នកវិជាសាស្ត្រចុះថ្ងៃនេះបើសិនជាអ្នកណាស្គាល់ខ្ញុំថាជាសិងខ្ញុំឲ្យ100000រៀលកុំច្រឡំថាប៉ែតឈួតមិនមែនតែមើលបាទចង់ដឹងមើលថាច្រឡំខ្លួនប៉ុណ្ណឹងគេនៅស្គាល់ទៀតបងសិងមែនស្គាល់បងបានទេតបានសួរបងតែឆ្ងល់មកបងនេះប្រហែលតែប៉ុណ្្នឹងហ្នឹងតើបងឯងពាក់មិនខ្ញុំនៅស្គាល់ណាខ្ញុំហ្វេនបងឯងបងនេះគឺជាអ្នកវិទ្យាសាស្ត្រតើអីដែរពិសោធន៍ភាពស្មោះចាដលងទិញឲ្យគេដលងទិញឲ្យអ្នកផ្ទះញ៉ាំដលងហ្នឹងតត្រូវការពិសោធន៍សិនពិសោធន៍មិនទៅឲ្យបងមុនចាំមើលឲ្យបងមុនតើវានឹងអាចញ៉ាំបានទៅរួចអត់អាព្រុងហ្នឹងបងឲ្យ100000រៀលតែមែនបងមែនតើឥឡូវជឿអត់បងដែរចាំថ្ងៃជិមទៅមកវ៉េលេងដែររលេង100000រៀលបងសុំជូនបងអរគុណច្រើនអេមាន follow បងអត់មានតែខ្ញុំនៅផ្ទះប្អីស្រាគេឲ្យយកមកអត់អីបងជឿម៉ូតូនេះទៅថាពិសោធន៍ដែរសោតអីវិញហីចុះបងពិសោធន៍មើលបងពិសោធន៍ទៅណាអូពិសោធន៍ទៅអូទៅមកល្បីវល់វាយពាក់ចើគេស្គាល់ទេគេស្គាល់បងអូនណាស្គាល់ទេយើងហាក្រៅបន្តិចបងបាយស្គាល់ខ្ញុំជាពីណាគេអត់ស្គាល់ទេបងណាបានដែរអូខេបងអាចទៅបានបងបានពេលខ្លះគេថា everything that I'm done that everything okay you know so sometimes like we have to stuck in the moment yeah very hard to find you know me បាយស្គាល់ខ្ញុំអត់ស្គាល់ខ្ញុំឈ្មោះអីគេចុះសិងបាទមួយសក់វិញបាទហើយទៀតហើយសិងនឹងបាន follower 57 follower 57 follower បាទច្រើនណាស់បង57ហ្នឹងមែនបាទហេម៉ៅមិនបានមិនស្គាល់ចឹងដើរមកខ្ញុំឃើញបាយឃើញបាយថតវីដេអូស្លាប់ឃើញទូរស័ព្ទខ្ញុំខំប្រឹងឈរកន្លែងដែលអត់មានមនុស្សហើយខ្ញុំខំប្រឹងឈរទីតាំងដែលអត់មានមនុស្សសោះតែបាយនេះស្គាល់ខ្ញុំទៀតសំខាន់ឥឡូវនេះខ្ញុំនៅភូមិគេបងភូមិក្លាកសែងខេត្តសៀមរាបបាទខ្ញុំសូមដាក់ដៃផ្លែបងអនាគតទៅបងនឹងមានប្រពន្ធត្រូវអ្នកវិទ្យាសាស្ត្របងសុំមួយទៀតអូបងតាមបានញ៉ាំបាយត្រូវបាទឃើញអត់ត្រូវបងអ្នកវិទ្យាសាស្ត្រខ្ញុំមិនចាទីអូខ្ញុំដឹងថាឈ្មោះបាយឈ្មោះអីឈ្មោះ B បាទត្រូវងាច់បងអ្នកវិទ្យាសាស្ត្រណាសាទៅដេញចេញពីថែកន្លែងធ្វើការហេខ្ញុំអាចដឹងទៀតឈ្មោះពិតសុំសម្បូរទេបាទអ្នកវិទ្យាសាស្ត្រខ្ញុំỦa mà, nhưng chúng ta tới, cô sao đó mà bà chứ hả? ចាំបើសិនជាបងស្គាល់ខ្ញុំឲ្យបង100000រៀលតែបង100000រៀលខ្ញុំសូមជូនបងអរគុណច្រើនបងមែនតើខ្ញុំជាសាស្ត្រចង់ខ្លាចជាអ្នកវិទ្យាសាស្ត្រមែនទេនេះដែរសាច់ជូរធម្មជាតិឯកប្រយោជន៍ទីនេះគឺជាផលិតផលសាច់ជូរធ្វើចេញពីធម្មជាតិ 100% ជួយបំបត្តិក្លិនខ្លួនក្លិនដែលមិនល្អជួយការពារដល់ស្បែកផ្ដល់ជូននៅទំនុកចិត្តនិងធ្វើឲ្យក្លៀកសអញ្ចឹងនៅថ្ងៃនេះតបផងដែរចូលមកមើលសិប្បកម្មផលិតនៅឯខេត្តសៀមរាបតតែម្ដងដោយសម្រាប់ផលិតកម្មផលិតដោយកូនខ្មែរ 100% ជាពិសេសប្រកបទៅដោយគុណភាពនិងអនាម័យឆ្លងកាត់ជាច្រើនដំណាក់កាលតម្រាំបានមួយនេះទុកខាងនោះទទួលបាន certificate យ៉ាងច្រើនស្តង់ដារសំខាន់មានពិសោធន៍ដោយផ្ទាល់នេះហើយស័ក្តិសមជាផលិតផលកូនខ្មែរដ៏មានគុណភាពមែនចុះបើសិនជាបងប្អូនចាប់អារម្មណ៍នៅផលិតផលមួយនេះបងប្អូនអាចធ្វើការឆាតចូល page ឯកប្រយោជន៍ទីបានដែលខ្ញុំបានដាក់នេះអញ្ចឹងខ្ញុំបាទសិងអ្នកវិទ្យាសាស្ត្រខ្លាយសូមជម្រាបលា